ចាគ្រប់សួស្តីបងប្អូនទាំងអស់គ្នាមានបងប្អូនជាច្រើនដែលគាត់បានតែងខមមិនមកសួរខ្ញុំថាតើបងប្អូនធ្វើការអ្វីដែរចាអរគុណច្រើនចំពោះបងស្រីដែលសួរសំណួរនេះមកបងប្អូនជាពលករម្នាក់ធ្វើការនៅហាងម៉ៃខូជាអ្នកប្រមូលអតេសពេលព្រឹកព្រលឹមឡើងបងប្អូនត្រូវតែជិះកង់ដើម្បីមកយកអតេសនៅតាមខុនដូព្រោះភ្ញៀវគាត់បានយកមកទុកចោលអញ្ចឹងហើយនៅហាងគេតម្រូវឲ្យខ្ញុំជារៀងរាល់ព្រឹកត្រូវជិះកង់ដើម្បីមកតាមរកអតេសនៅខុនដូជារៀងរាល់ថ្ងៃបើខ្ញុំមិនបានមកយកទេមិនមានអតេសឲ្យភ្ញៀវគាត់ប្រើទេហើយខ្ញុំក៏បានទៅយកបានតែពីអតេសខ្ញុំក៏បានជិះកង់ត្រឡប់មកវិញនេះហើយគឺជាការងាររាល់ថ្ងៃដែលខ្ញុំបានធ្វើព្រោះយើងជាចំណាក់ស្រុកពលករនៅស្រុកគេមិនថាជាការងារអ្វីទេឲ្យតែយើងខិតខំប្រឹងប្រែងតស៊ូគង់តែបានសម្រេចងារនេះហត់បន្តិចមែនប៉ុន្តែខ្ញុំមានសេចក្តីសុខហើយក៏ពេញចិត្តនឹងធ្វើការងារនេះដែរព្រោះមានមនុស្សនៅក្បែរខ្លួនជាច្រើនដែលគាត់ធ្វើការជាមួយយើងគាត់ឲ្យតម្លៃយើងហើយគាត់ក៏រាប់អានយើងដូចជាបងប្អូនផងដែរអញ្ចឹងហើយធ្វើឲ្យខ្ញុំធ្វើការមានសេចក្តីសុខធ្វើឲ្យខ្ញុំមិនគិតច្រើនហើយខ្ញុំប្រឹងតស៊ូធ្វើការតទៅមុខទៀតមនុស្សយើងម្នាក់ត្រូវតែខំប្រឹងធ្វើអំពើល្អឲ្យបានច្រើនគង់គេថ្ងៃណាមួយជួបមនុស្សល្អដូចជារូបខ្ញុំទោះបីទៅកន្លែងណាក៏ដោយក៏មានតែមនុស្សរាប់អានជាច្រើនហើយគាត់គឺជាអ្នកកូនថៃទេតែគាត់ស្រឡាញ់រាប់អានយើងដូចជាបងប្អូនមិត្តភ័ក្តិអញ្ចឹងដែរទួលស្គាល់ថាមនុស្សម្នាក់វាមិនដូចគ្នាទេមនុស្សខ្លះល្អមនុស្សខ្លះមិនល្អតែបើយើងធ្វើអំពើល្អបានច្រើនទៅយ៉ាងណាយើងត្រូវតែជួបអ្នកល្អដូចគ្នាហើយក៏ខ្ញុំបានបន្តដំណើរជិះកង់មកមុខទៀតដើម្បីខ្ញុំចង់ដឹងពីទេសភាពនៅពេលព្រឹកនៅមាត់ទន្លេតើវាមានទេសភាពស្អាតប៉ុណ្ណាហើយក៏មានខុនដូនៅជាប់មាត់ទន្លេមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ទេសភាពពេលព្រឹកមិនសូវស្អាតទេដោយសារតែមេឃចុះអាប់ខ្លាំងពេកធ្វើឲ្យយើងមើលអីមិនឃើញមានតែទឹករលកខ្យល់បោកពេញផ្ទៃមាត់ទន្លេផងដែរហើយក៏មានបងប្រុសម្នាក់គាត់បានមកស្ទូចត្រីនៅពេលព្រឹកមិនដឹងថាគាត់ស្ទូចបានមិនបានទេព្រោះមេឃចុះអាប់ខ្លាំងពេកមើលអីអត់ឃើញតែប្រសិនបើយើងមានពេលវេលាយើងចង់មកអង្គុយលេងដើម្បីស្រូបយកខ្យល់អាកាសដើម្បីឲ្យស្រស់ស្រាយនៅពេលព្រឹកផងដែរវីដេអូនេះក៏ដល់ទីបញ្ចប់ផងដែរខ្ញុំសូមអភ័យទោសរាល់ការដែលខ្ញុំនិយាយមិនសមគួរត្រង់ណា